លោកឧត្តមស្នេហ៍ត្រីមេងស្រុនបានឧបត្ថម្ភជាសម្ភារៈគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន3គ្រួសារក្នុងភូមិសាស្ត្រឃុំយាយម៉ៅពេជ្រនៅស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺជានិច្ចកាលលោកឧត្តមស្នេហ៍ត្រីមេងស្រុនតែងតែដឹកនាំក្រុមការងារចូលរួមការងារមនុស្សធម៌ជាញឹកញាប់ក្នុងការចោះជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជួបការលំបាកក្នុងជីវភាពរស់នៅនិងមានបញ្ហាផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺដែលលោកតែងតែចោះសួរសុខទុក្ខដោយផ្ទាល់និងបានឧបត្ថម្ភជាថវិកាសម្ភារៈផ្សេងៗដូចជាគ្រឿងឧបភោគបរិភោគផងដែរកាលពីថ្ងៃទី29ខែតុលា2025នាវេលាម៉ោង 10:00 នាទីព្រឹកកន្លងមកនេះវត្តមានលោកឧត្តមស្នេហ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺបានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺរួមជាមួយនឹងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជួបទុក្ខលំបាកព្រមទាំងមានជំងឺជាប់ខ្លួនថែមទៀតផងចំនួន3គ្រួសារដោយជាក់ស្ដែងបច្ចុប្បន្នពួកគាត់កំពុងតែរស់នៅប្រចាំថ្ងៃដោយបានសុំស្នាក់នៅអាស្រ័យតាមសញ្ញាផ្ទះបងប្អូនប្រជាពលរដ្ឋជិតខាងនិងដីចម្ការគេដើម្បីរស់នៅដោយស្ថិតក្នុងភូមិទី3ឃុំយាយម៉ៅពេជ្រនៅស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺគ្រួសារទី1ឈ្មោះសសម្បត្តិភេទប្រុសអាយុ62ឆ្នាំរស់នៅភូមិទី3ឃុំយាយម៉ៅពេជ្រនៅស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺគ្រួសារទី2មានឈ្មោះសាទកំហុងភេទស្រីអាយុ82ឆ្នាំរស់នៅភូមិទី3ឃុំយាយម៉ៅពេជ្រនៅស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺនិងគ្រួសារទី3មានឈ្មោះទឹករុនភេទប្រុសអាយុ68ឆ្នាំរស់នៅភូមិទី5ឃុំត្រែងត្រយឹងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺជាក់ស្ដែងក្នុងទស្សនវិជ្ជានេះពេលនេះផងដែរមើលទៅសម្រាប់ការរស់នៅរបស់ពួកគាត់ក្រោមសន្យាផ្ទះពិតជាគួរឲ្យសង្វេគពពេកជាទឹកចិត្តការចេញពីទង្វើសប្បុរសធម៌ជួយគ្នាក្នុងគ្រាលំបាកក្នុងនាមខ្មែរស្រឡាញ់ខ្មែរជួយខ្មែរក្រោមដំបូលផ្ទះនៃសុខសន្តិភាពដោយក្តីអាណិតអាសូរជាទឹកចិត្តលោកឧត្តមស្នេហ៍ត្រីមេងស្រុនបានឧបត្ថម្ភជាសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនរួមមានអង្ករ3បាវមីជាតិ4កែវទឹកសុទ្ធ3កែវភេសជ្ជៈ2កែវទឹកស៊ីអ៊ីវ3យួរទឹកត្រី3យួរនិងត្រីខ3យួរព្រមទាំងថវិកាមួយចំនួនថែមទៀតផងសូមចងចាំថាធ្វើល្អដល់អ្នកដទៃគឺចង់ឲ្យអ្នកដទៃបានសុខនិងធ្វើខ្លួនឲ្យជាគំរូល្អសម្រាប់មនុស្សទូទៅក្នុងសង្គមព្រោះអំពើល្អគឺជាអំពើដែលយើងធ្វើចេញតាមរយៈផ្លូវកាយផ្លូវវាចានិងផ្លូវចិត្តដោយសេចក្តីបរិសុទ្ធជាពិសេសអនុវត្តតាមគោលការណ៍ដឹកនាំដ៏ប៉ិនប្រសប់ឆ្លៀវវៃប្រកបដោយគុណធម៌ស្របតាមទស្សនៈរបស់លោកឧត្តមស្នេហ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំពោះជាតិត្រូវតែការពារចំពោះប្រជាត្រូវតែបម្រើច្បាប់ត្រូវតែគោរពបទល្មើសត្រូវតែបង្ក្រាបជួយកាត់ជួយធ្វើរួមគ្នាទទួលខុសត្រូវ